រឿងចៅមហាឥសីនិងស្ត្រីខ្វាក់ភ្នែកកាលពីព្រេងនាយមានចៅមហាឥសីមួយអង្គគង់នៅអាស្រមមួយកណ្ដាលព្រៃជ្រៅឥសីអង្គនេះមានតបៈខ្លាំងពូកែហើយមានចិត្តមេត្តាធម៌ជាទីបំផុតព្រះអង្គតែងតែជួយសត្វលោកដែលជួបទុក្ខលំបាកថ្ងៃមួយមានស្ត្រីចំណោមម្នាក់ដែលជាស្ត្រីខ្វាក់ភ្នែកទាំងពីរបានដើរលេងក្នុងព្រៃតែម្នាក់ឯងគាត់ជាមនុស្សក្រីក្រវេទនាគ្មានទីពឹងហើយភ្នែកក៏ខ្វាក់មើលមិនឃើញផ្លូវខណៈពេលកំពុងដើរគាត់បានដើរបង្វែងផ្លូវរហូតទៅដល់អាស្រមរបស់ចៅមហាឥសីស្ត្រីចំណាក់នោះមានការភ័យភ័យយ៉ាងខ្លាំងព្រោះមិនដឹងថាខ្លួនទៅដល់ទីណាគាត់បានស្រែកហៅគេឯងដើម្បីសុំជំនួយចៅមហាឥសីបានឮសំឡេងគាត់ក៏យាងចេញមកហើយសួរថានាងអើយនាងមកពីណាមានការអ្វីបានជាស្រែកយំយ៉ាងដូចនេះស្ត្រីចំណាក់ក៏បានរៀបរាប់ប្រាប់ចៅមហាឥសីពីទុក្ខលំបាករបស់ខ្លួនថាគាត់ខ្វាក់ភ្នែកគ្មានទីពឹងហើយបានដើរបង្វែងផ្លូវរហូតមកដល់ទីនេះគាត់បានអង្វរចៅមហាឥសីឲ្យជួយគាត់ចៅមហាឥសីមានសេចក្តីអាណិតអាសូរយ៉ាងខ្លាំងចំពោះស្ត្រីចំណាស់នោះព្រះអង្គបានគិតថានឹងព្យាបាលភ្នែករបស់គាត់ឲ្យមើលឃើញវិញព្រះអង្គក៏បានយកទឹកអប់មុនមកលាបភ្នែកស្ត្រីចំណាស់នោះហើយសូត្រមន្តគៀថាមិនយូរប៉ុន្មានស្ត្រីចំណាស់នោះក៏បានបើកភ្នែកមើលឃើញដូចធម្មតាវិញស្ត្រីចំណាស់មានសេចក្តីត្រេកអរយ៉ាងខ្លាំងរហូតស្រក់ទឹកភ្នែកគាត់បានលុតជង្គង់អរគុណចៅមហាឥសីរាប់ពាន់ដងចៅមហាឥសីបានប្រាប់គាត់ថាឲ្យទៅរស់នៅក្បែរអាស្រមនោះចុះព្រោះឥសីនឹងអាចជួយមើលថែគាត់បានចាប់តាំងពីថ្ងៃនោះមកស្ត្រីចំណាស់នោះបានរស់នៅក្បែរអាស្រមរបស់ចៅមហាឥសីដោយសុខសប្បាយគាត់តែងតែជួយការងារចៅមហាឥសីហើយចៅមហាឥសីក៏បានមើលថែគាត់ដូចជាសាច់ញាតិរបស់ខ្លួនសារអប់រំរឿងនេះបង្ហាញពីអំណាចនៃមេត្តាធម៌និងការជួយសង្គ្រោះអ្នកដទៃវាក៏បញ្ជាក់ផងដែរថាការធ្វើអំពើល្អតែងតែទទួលបានផលល្អតបស្នងវិញ